អ្នកចូលបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់ channel ថ្មីរបស់ខ្ញុំក្នុង channel ថ្មីនេះខ្ញុំនឹងព្យាយាមស្វែងយល់និងសិក្សាអំពីវីដេអូដែលមានអត្ថប្រយោជន៍ថ្មីៗជូនបងប្អូនដែលរួមមានទាំងការកម្សាន្តនិងការថែទាំសុខភាពរបស់បងប្អូនផងដែរថ្ងៃនេះវីដេអូរបស់ខ្ញុំនឹងនិយាយអំពីផលប៉ះពាល់នៃការចូលគេងយប់ជ្រៅខ្ញុំមានសំណួរមួយសួរទៅកាន់បងប្អូនអរគ្នាថាតើបងប្អូនជាមនុស្សដែលធ្វើការងារយប់ឬក៏សកម្មខ្លាំងនៅពេលយប់ដែរឬទេដូច្នោះបងប្អូនគួរតែយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាពឲ្យបានច្រើនជាងមុនរយៈការស្រាវជ្រាវថ្មីមួយបានរកឃើញថាមនុស្សដែលចូលចិត្តគេងយប់ជ្រៅឬដែលហៅជាភាសាអង់គ្លេសថា night owl អាចមានហានិភ័យខ្ពស់ក្នុងការកើតជំងឺបេះដូងជាងមនុស្សធម្មតាតាមទស្សនវិស័យ Journal of American Heart Association បានវិភាគទិន្នន័យឬក៏ធ្វើតេស្តទៅលើមនុស្សចំនួនជាង 322,000 នាក់នៅចក្រភពអង់គ្លេសដែលជាមនុស្សវ័យកណ្ដាលមនុស្សចាស់និងជាពិសេសស្ត្រីអ្នកចូលរួមទាំងនោះត្រូវបានបែងចែកជា3ប្រភេទដូចជាមនុស្សញាក់នៅពេលព្រឹកដែលភាសាអង់គ្លេសហៅថា early bird មនុស្សធម្មតានិងមនុស្សគេងយប់ជ្រៅជាលទ្ធផលបានបង្ហាញថាមនុស្សដែលគេងយប់ជ្រៅងាយរងគ្រោះដល់បញ្ហាសុខភាពជាងអ្នកដែលគេងទៀងទាត់តាមពេលវេលាជាក់លាក់ដែលហៅថា chronotype បងប្អូនប្រកាសជាឆ្ងល់ហើយថា chronotype មានន័យដូចម្ដេចបើតាមអ្នកជំនាញបានបញ្យល់ថា chronotype នឹងជានាឡិកាធម្មជាតិរបស់រាងកាយដែលកំណត់ពេលគេងនិងភ្ញាក់មានន័យថាពេលសាររាងកាយចាប់ផ្ដើមអស់កម្លាំងនឹងងុយគេងហើយនៅពេលដែលធម៌ពលនៃរាងកាយត្រឡប់មកវិញគ្រប់គ្រាន់យើងក៏ភ្ញាក់ឡើងវិញមិនតែចោទពីបញ្ហានោះគឺថាពេលវេលាគេងរបស់មនុស្សដែលគេងយប់ជ្រៅគឺវាមិនស៊ីគ្នាជាមួយនឹងការវិភាគការងារនិងជីវិតប្រចាំថ្ងៃរបស់ពួកគេទេស្រាវជ្រាវរបស់សមាគមសុខភាពបេះដូងអាមេរិកបានប្រើគោលការណ៍ Line Association 8ដើម្បីវាស់សុខភាពបេះដូងតាមកត្តាសំខាន់8យ៉ាងដែលរួមមានការញ៉ាំអាហារសុខភាពការហាត់ប្រាណការបញ្ជក់បារីការគេងគ្រប់ម៉ោងការគ្រប់គ្រងទម្ងន់បានល្អការគ្រប់គ្រងកូលេស្តេរ៉ុលក្នុងឈាមការគ្រប់គ្រងជាតិស្ករក្នុងឈាមនិងការធ្វើឲ្យសម្ពាធឈាមមានតុល្យភាពល្អហើយជាលទ្ធផលគឺថាអ្នកដែលចូលចិត្តគេងយប់ជ្រៅមានហានិភ័យខ្ពស់ដល់ទៅ 79% ក្នុងការងាយប៉ះពាល់ដល់សុខភាពបេះដូងបើធៀបទៅនឹងមនុស្សធម្មតាហើយពួកគេក៏ងាយរងនឹងហានិភ័យខ្ពស់ក្នុងការកើតជំងឺបេះដូងឬក៏ជំងឺដាច់សរសៃឈាមក្នុងខួរក្បាលផងដែរក៏ប៉ុន្តែអ្នកគេងយប់ជ្រៅក៏អាចបញ្ជៀសខ្លួនពីជំងឺបេះដូងបានដែរដោយពួកគេគ្រាន់តែគេងឲ្យបានគ្រប់ម៉ោងពី7ទៅ8ម៉ោងក្នុងមួយថ្ងៃកំណត់ពេលគេងនិងភ្ញាក់ឲ្យបានត្រឹមត្រូវនិងទៀងទាត់ស្រូបយកពន្លឺព្រះអាទិត្យនាពេលព្រឹកហាត់ប្រាណជាប្រចាំត្រួតពិនិត្យសម្ពាធឈាមជាតិស្ករនិងកូលេស្តេរ៉ុលឲ្យបានទៀងទាត់ហើយបើអ្នកចូលចិត្តជក់បារីសូមកាត់បន្ថយឬក៏អាចឈប់ជក់តែម្ដងកាន់តែល្អសរុបមកបើគ្រាន់តែធ្វើតាមឬក៏អនុវត្តទៅតាមចំណុចតូចៗដែលអ្នកជំនាញបានណែនាំពីខាងលើនោះអ្នកនឹងអាចជៀសវាងពីជំងឺបេះដូងជាចុងក្រោយបើសិនជាអ្នកចូលចិត្តគេងយប់ជ្រៅអ្នកគួរតែអនុវត្តទៅតាមសេចក្តីណែនាំរបស់អ្នកជំនាញពីខាងលើដើម្បីជៀសវាងហានិភ័យកើតឡើងចំពោះសុខភាពបេះដូងរបស់អ្នក